ព្រះសវណ្ណមាលិកចេតិយព្រះសវណ្ណមាលិកចេតិយស្ថិតនៅក្នុងប្រទេសស្រីលង្កាឬហៅថាតាមពៈបណ្ឌិទ្វីបព្រះចេតិយនេះមានពុទ្ធបរិស័ទមកគោរពបូជារាប់ម៉ឺនរាប់សែននាក់ក្នុងថ្ងៃបូជាធំដូចជាមាឃបូជាវិសាខបូជាជាដើមព្រះចេតិយមានបញ្ចុះនៅព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធចំនួន2នាលក្នុងពុទ្ធសករាជ300ដែលកសាងព្រះចេតិយនេះដោយចៅនៃព្រះបាទទេវានំពយទេសៈឈ្មោះព្រះបាទតុដ្ឋគមនីអភ័យនិងព្រះបាទសទ្ធាទេសៈព្រះចេតិយមានទំហំធំមានកម្ពស់ដល់ទៅជិត100ម៉ែត្រស្ថិតនៅក្នុងអនុរាធបុរីហើយព្រះចេតិយនេះផងដែរគឺស្ថិតនៅក្នុងមហាមេឃវ័នឧទ្យាននៅក្បែរថោបារាមស្រីមហាពោធិព្រឹក្សនិងនៅក្បែរលោហៈប្រាសាទប្រវត្តិរឿងរ៉ាវគឺសោនុត្តរសាមណេរបានយាងនៅព្រះបរមសារីរិកធាតុអំពីឋានប្រជុងនេះមកបញ្ចុះក្នុងព្រះចេតិយនេះក្នុងថ្ងៃបុណ្យឆ្លងព្រះចេតិយនាសម័យនោះគឺព្រះបរមសារីរិកធាតុចំនួន2នាលសម្ដែងបរិហាទៅជាព្រះពុទ្ធមួយអង្គស្ថិតនៅលើអាកាសចំពីខាងលើព្រះចេតិយប្រមាណជា7ថ្ងៃទើបព្រះចេតិយនេះមានពុទ្ធបរិស័ទគោរពជ្រះថ្លាបូជាយ៉ាងកក្រឹកកក្រែងឱឡារិកក្រៃលែងអស់លោកពុទ្ធបរិស័ទនេះគឺជាព្រះមហាចេតិយមួយដែលនៅក្នុងឋានមនុស្សយើងគឺនៅក្នុងប្រទេសស្រីលង្កាតាមប្រវត្តិក៏បានបញ្ជាក់ផងដែរថាព្រះរាជាទាំងពីរព្រះអង្គគឺព្រះបាទតុដ្ឋគមនីអភ័យនិងព្រះបាទសទ្ធាទេសៈក៏នឹងត្រូវបានទៅជាអគ្គសាវកឆ្វេងស្ដាំនៃព្រះសម្មាសម្ពុទ្ធអរិយមេត្រីខាងមុខពេលដែលយើងបានឃើញនៅព្រះចេតិយនេះហើយគឺជ្រះថ្លានឹងគុណនៃព្រះសម្មាសម្ពុទ្ធយ៉ាងក្រៃលែងព្រះអង្គមានគុណប្រមាណមិនបានចំពោះសពសត្វទាំងឡាយទាំងពួងសូម្បីព្រះអង្គប្រេនិព្វានទៅក៏ពុទ្ធបរិស័ទបានឃើញត្រឹមតែព្រះចេតិយជាដើមក៏មានសេចក្តីជ្រះថ្លាយ៉ាងពន់ពេកក្នុងកាលដែលព្រះដ៏មានព្រះភិក្ខបរមគ្រូនៃយើងព្រះអង្គទ្រង់ស្ដេចយាងទៅកាន់ប្រទេសស្រីលង្កាជាលើកទី3ក្នុងកាលនោះសុមនៈទេវបុត្រអាស្រ័យនៅនឹងភ្នំឈ្មោះសុមនៈកោដ្ឋបានអារាធនាព្រះសម្មាសម្ពុទ្ធឡើងទៅកាន់កំពូលភ្នំសុមនៈកោដ្ឋពេលដែលព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ស្ដេចយាងត្រឡប់ទៅវិញសុមនៈទេវបុត្រសូមអារាធនាឲ្យព្រះអង្គប្រថាប់នៅព្រះបាទដើម្បីទុកជាទីសក្ការៈបូជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានប្រឌិដ្ឋាននៅស្នាមព្រះបាទនៅខាងលើកំពូលភ្នំសុមនៈកោដ្ឋរហូតមកដល់បច្ចុប្បន្នស្នាមព្រះបាទដែលព្រះអង្គទ្រង់បានជាន់ទុកនៅលើកំពូលភ្នំសុមនៈកោដ្ឋគឺជាទីសក្ការៈបូជានៃមនុស្សនិងទេវតាទាំងឡាយនេះគឺជាភ្នំសុមនៈកោដ្ឋដែលមានកម្ពស់ដ៏ខ្ពស់ក្រៃលែងនៅក្នុងប្រទេសស្រីលង្កាភ្នំនេះនៅខាងលើកំពូលគឺមានស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់បានប្រឌិដ្ឋានទុកពុទ្ធបរិស័ទខ្មែរយើងក្តីពុទ្ធបរិស័ទនៅលើសកលលោកក្តីបានដឹងបានស្គាល់ថាជាភ្នំសុមនៈកោដ្ឋហើយជាភ្នំដែលមាននៅស្នាមព្រះបាទហៅថាភ្នំស្រីបាតៈគូជាទីជ្រះថ្លាយ៉ាងក្រៃលែងព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បានប្រឌិដ្ឋានដោយប្រតិយអនុគ្រោះដល់សពសត្វទាំងឡាយទាំងពួងស្នាមព្រះបាទដែលព្រះអង្គទ្រង់ប្រឌិដ្ឋានគឺជាភស្តុតាងថាព្រះពុទ្ធមានមែនព្រះអង្គពិតជាបានត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណយ៉ាងពិតប្រាកដមែន ព
នេះគឺជាកម្ពូលភ្នំសុមនគោតក្នុងព្រះសធោបតូចមួយនោះគឺជាសធោបដែលបានគ្របពីខាងលើស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធម្យ៉ាងទៀតពុទ្ធបរិស័ទដែលមាននៅសេចក្តីជ្រះថ្លានឹងស្នាមព្រះបាទគឺត្រូវឡើងទៅថ្វាយបង្គំចំណាយពេលប្រមាណជា5-6 ម៉ោងទើបឡើងអំពីជើងភ្នំដល់កំពូលភ្នំដែលមានចម្ងាយពីជើងភ្នំទៅលើកំពូលភ្នំប្រមាណជា7 គីឡូសង្